ចាសសូមគោរពនឹងជំរាបសួរប្រិមត្តដែលតែងតែនិយមគ្រប់គ្រងទៅលើ FB Daily News របស់នេះខ្ញុំថ្ងៃនេះផងដែរសូមលើកយកព័ត៌មានកំសាន្តដែលតកតងទៅនឹងមិននឹកស្មានថាមានសុខសភានិងស្រីអូនស្រឡាញ់គ្នាដល់ថ្នាក់នេះសំបីតែរឿងមួយក៏ធ្វើដូចគ្នាដែររាជធានីភ្នំពេញពិតណាស់កាលពីកន្លងទៅថ្មីនេះព្រឹត្តិកម្មរៀមត្រូវបានដាក់សម្ពោធជាផ្លូវការហើយព្រមគ្នានោះក៏បានរៀបចំពិធីស្វាគមន៍តារាចម្រៀងមានសុខសភាចូលក្នុងផលិតកម្មផងដែរជាមួយគ្នានេះគេក៏បានកត់សម្គាល់ឃើញយ៉ាងច្បាស់ថាម្ចាស់ផលិតកម្មរៀមនោះគឺលោកអុកញ៉ាឈៀងរតនិងលោកជំទាវស៊ុនរីនួនហើយកាត់ស្រីអូនសម្រាប់ធម្មជាតិទន្ទឹងនឹងការសម្ពោធដែរមានតារាក្នុងវិស័យកម្សាន្តខ្មែរចូលរួមយ៉ាងច្រើនកកបែបនេះស្រីអូននិងតារាចម្រៀងមានសុខសភាបានបង្ហាញពីក្តីស្រឡាញ់ប្រៀបបាននឹងបងប្អូនស្រីបង្កើតដោយធ្វើរឿងនេះជាមួយគ្នាគួរបញ្ជាក់ផងដែរថាគេឃើញតារាចម្រៀងរូបនេះមានពាក់គ្រឿងអលង្ការឈុតពេជ្រដូចគ្នាបេះបិទនិងឈុតអលង្ការរបស់ភរិយាម្ចាស់ផលិតកម្មរៀមនេះសោបញ្ជាក់ថាអ្នកទាំងពីរពិតជាស្រឡាញ់រាប់អានគ្នាមិនធម្មតាទេដល់ថ្នាក់ស្ទើរតែចិត្តធ្វើឈុតពេជ្រឲ្យដូចគ្នាដែលពោពេញដោយការរចនាគួរឲ្យតាក់ទាញបែបនេះចានេះគឺជារឿងមួយដែលគួរឲ្យភ្ញាក់ផ្អើលមែនទែនដែលស្ងាត់អ្នកនាងចាមានសុខសភាបានចូលទៅក្នុងផលិតកម្មថ្មីគឺជាផលិតកម្មរៀមផងដែរតែអ្វីដែលធ្វើឲ្យទស្សនិកជនមានការភ្ញាក់ផ្អើលជាងនេះទៀតនោះគឺចាគ្រឿងអលង្ការឈុតពេជ្រដែលអ្នកនាងចាមានសុខសភាហើយនឹងម្ចាស់ផលិតកម្មគឺបានពាក់ឈុតដូចគ្នាតែម្ដងនេះសោបញ្ជាក់ឃើញថាអ្នកទាំងពីរពិតជាមានទំនាក់ទំនងហើយនឹងការរាប់អានគ្នាលើសលប់ខ្លាំងតែម្ដងតកតងទៅនឹងព័ត៌មាននេះក៏បានបញ្ចប់អរគុណប្រិមិត្តដែលតែងតែនិយមគ្រប់គ្រងនៅលើ FB Daily News របស់នេះខ្ញុំប្រសិនបើលោកអ្នកចង់បន្តទទួលបានព័ត៌មានថ្មីៗក្តៅៗប្លែកៗហើយទាន់ហេតុការណ៍នោះសូមជួយចុច Like Share និង Subscribe លើ Channel របស់នេះខ្ញុំផងដើម្បីបន្តទទួលបានព័ត៌មានថ្មីៗបន្ថែមទៀតមានពាក្យពេចន៍សម្ដីត្រង់ណាមិនសមរម្យនោះក៏សូមខន្តីអភ័យទោសទុកជាមុនផងដែរចា៎សូមអរគុណក៏សូមជម្រាបលា